ជួយប្រជាជនកម្ពុជាឲ្យទទួលបាននូវសុវត្ថិភាពនិងការគោរពដ៏ពេញលេញនៅក្នុងប្រទេសកម្ពុជារបស់យើងគឺអំពើហិង្សាទាក់ទងនឹង gender នេះបានធ្វើឲ្យប៉ះពាល់ដល់ទៅលើផ្នែកចំនួន2គឺទី1គឺផ្ដោតទៅលើការធ្វើយ៉ាងណាដើម្បីធ្វើការអប់រំនៅតាមសហគមន៍ហើយធ្វើឲ្យមានការចូលរួមពីប្រជាជននៅតាមសហគមន៍ផងដែរហើយទី2យើងធ្វើការងារដែលជួយធ្វើឲ្យជួយពង្រឹងនៅប្រព័ន្ធសុខាភិបាលឲ្យបានល្អប្រសើរឡើងចាតកតងនឹងការអប់រំនៅតាមសហគមន៍គឺយើងផ្ដោតទៅលើបរិបទដែលបង្កគ្រោះថ្នាក់ចំពោះការទប់ស្កាត់អំពើហិង្សានៅក្នុងសហគមន៍សម្រាប់ខ្ញុំគឺមានន័យថាយើងអាចរួមគ្នាធ្វើការងារទប់ស្កាត់នេះជាចម្បងគឺការទប់ស្កាត់នេះមិនមែនមកពីខាងក្រៅទេគឺធ្វើម៉េចជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅក្នុងសហគមន៍ហើយការងារនេះអាចមានស្ថិរភាពទៅបានលុះត្រាណាតែសហគមន៍ដឹងខ្ពស់ហើយទាំងអស់គ្នាចូលរួមទាំងមានទាំងស្ត្រីក្មេងស្រីបុរសឬក៏ក្មេងប្រុសរួមទាំងផ្នែកសាសនាឬក៏ថ្នាក់ដឹកនាំនៅតាមសហគមន៍ជាដើមដើម្បីជួយធ្វើការងារនេះឲ្យបានល្អ